数える数えます数えて数が多い数が少ない数を数えてくださいនឹងឯងអ្នកនរគ្នាអញ្ចឹងពាក្យ数えますនឹងមានន័យថារាប់ចំនួនអលុទាថាក្នុងមួយខែគេតែងតែលាងឃ្លាំងម្ដងឧទាថាចំនួននៅក្នុងឃ្លាំងហ្នឹងអីវ៉ាន់នៅក្នុងឃ្លាំងហ្នឹងសល់ប៉ុន្មានអីប៉ុន្មានអញ្ចឹងគេចង់ដឹងអញ្ចឹងគេចង់ឲ្យយើងកត់ចំនួនរាប់ចំនួនដែលនៅសល់អញ្ចឹងណាធ្វើការហើយអញ្ចឹងទៅសល់ប៉ុន្មានគេឲ្យយើងរាប់អញ្ចឹងពាក្យភាសាជប៉ុនគេថា数えるឬក៏数えますពេលខ្លះគេនិយាយថា数えてហើយ数នឹងមានន័យថាច្រើនមិនច្រើនច្រឡំ数នឹងមានន័យថាចំនួនរាប់ចំនួនរាប់លេខអីអញ្ចឹងណាអញ្ចឹងគេនិយាយថា数えてឬក៏数えてくださいឬក៏គេនិយាយថាខ្លីៗក៏នេះដែរអ្នកនរគ្នាចាំណាពាក្យហ្នឹងគឺគេប្រើពេលដែលយើងធ្វើការខ្ញុំមិនដឹងថាកន្លែងអ្នកនរគ្នាធ្វើការទៅគេឲ្យយើងរាប់ចំនួនអត់ទេប៉ុន្តែបើកន្លែងខ្ញុំគេប្រាប់ប៉ុន្តែកន្លែងកាត់អត់គេអត់ប្រាប់កន្លែងខ្លះក៏គេប្រាប់អញ្ចឹងណាប៉ុន្តែពាក្យហ្នឹងជាទូទៅគេប្រើអញ្ចឹងអ្នកនរគ្នាអញ្ចឹងបើអ្នកនរគ្នាអាចចេះពាក្យហ្នឹងពេលដែលគេសួរពេលដែលគេនិយាយមកប្រាប់យើងថាឲ្យយើងរាប់នេះរាប់នោះឲ្យយើងទៅយើងដឹងអញ្ចឹងណាថាពាក្យហ្នឹងន័យថាមិនអញ្ចឹងយើងទោះបីយើងតបទៅគេអត់កានប៉ុន្តែយើងអាចដឹងពីអ្វីដែលគេប្រាប់យើងអញ្ចឹងយើងអាចទៅធ្វើទៅអត់បញ្ហាអញ្ចឹងណាអ្នកនរគ្នា